យល់ច្រឡំបាទហើយយើងត្រូវការតែលុយបាទយើងមើលរំលងពីចំណុចទៅហ្នឹងប៉ុន្តែវាមិនមែនជារបៀបមួយអាចជួយឲ្យយើងមានសេរីភាពពីបំណុលទេការធ្វើបែបហ្នឹងវាសាមញ្ញពេកបាទប៉ុន្តែវាមិនបានជួយឲ្យយើងពីគេហៅថាចាក់ចេញពីបំណុលបានហើយក៏មានសេរីភាពពីបំណុលបានទេខ្ញុំគោរពជំរាបសួរពុកម៉ែពូមីងបងប្អូនទាំងអស់គ្នាបាទជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូឃ្លីបថ្មីរបស់ខ្ញុំនៅក្នុងថ្ងៃនេះខ្ញុំមានប្រធានបទមួយពាក់ព័ន្ធរឿងចំណុចដែលយើងមើលរំលងហើយយើងផ្ដោតខុសរឿងទៅរលុយតែមួយមុខក្នុងការដោះបំណុលបាទបងប្អូនមានរឿងរ៉ាវមួយចំនួនដែលយើងយល់ច្រឡំបូករួមទាំងខ្ញុំដែរពីមុនខ្ញុំគិតថាតែកាលណាខ្ញុំមានលុយខ្ញុំអាចដោះបំណុលបានប៉ុន្តែខ្ញុំអត់បានដឹងពីចំណុចខ្វះខាតរបស់ខ្ញុំទេខ្ញុំចេះតែងតែប្រឹងប្រែងរលុយបាទទាំងខ្ចីគេផងទាំងប្រកបមុខរបរផងប៉ុន្តែអ្វីដែលខ្ញុំខំប្រឹងប្រែងទាំងអស់នោះវាធ្វើឲ្យពួកខ្ញុំជាប់បំណុលរហូតដល់$40000អូខេបងប្អូនអញ្ចឹងមុននឹងចូលទៅក្នុងប្រធានបទខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំបាទខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំឈ្មោះឆើស្រីផាបាទពួកយើងបានរៀបការជាមួយគ្នានៅឆ្នាំ2012ហើយពួកយើងក៏បានសម្រេចចិត្តធ្វើអាជីវកម្មមួយនៅឆ្នាំ2015នៅគល់ស្ពានព្រែកសំរោងគឺបើកលក់ម៉ាស៊ីនត្រជាក់ហើយបន្ទាប់មកគឺយើងក៏បានដំណើរការបានមួយឆ្នាំក៏ខ្សែធនបិទអាជីវកម្មនឹងត្រឡប់ទៅវិញហើយពួកយើងក៏បានផ្លាស់ប្ដូរមុខរបររហូតដល់2ដណ្ដប់មុខបាទធ្វើការងារជាច្រើនបាទហើយក៏ពួកយើងនៅតែគាំងទៀតបាទហើយក៏បានចំណាក់ស្រុកទៅដល់ក្នុងប្រទេសថៃហើយទៅដល់ថៃធ្វើជាពលករគេហើយនៅតែមិនអាចដោះស្រាយបញ្ហាបានក៏ត្រឡប់មកវិញហើយក៏ទទួលបានក្នុងការប្រឹក្សាយោបល់ជាមួយនឹងអ្នកជំនាញគឺដុកទ័របំណុលគឺលោកគ្រូសៀសផលដែលគាត់បានបង្ហាត់បង្ហាញពួកខ្ញុំឲ្យចាក់ចេញពីបំណុលបានដោយប្រើរយៈពេល1ខែបាទអូខេបងប្អូនអញ្ចឹងត្រឡប់មកវិញត្រឡប់មកក្នុងប្រធានបទនៅក្នុងវីដេអូមួយនេះវិញគឺខ្ញុំចង់និយាយអំពីរឿងចំណុចមួយចំនួនដែលពួកយើងយល់ច្រឡំបាទហើយយើងត្រូវការតែលុយបាទយើងមើលរំលងពីចំណុចទៅហ្នឹងបងប្អូនពីមុនទៅគឺខ្ញុំអត់បានគិតពីរឿងហ្នឹងទេបាទខ្ញុំគិតថាវាមិនពិបាកទេកាលណាយើងរកលុយបានយើងយកលុយទៅសងគេទៅយើងទុកខ្លះអីខ្លះអញ្ចឹងទៅអាហ្នឹងគឺជាចំណុចដែលខ្ញុំធ្វើពេលនោះប៉ុន្តែវាមិនមែនជារបៀបមួយអាចជួយឲ្យយើងមានសេរីភាពពីបំណុលទេការធ្វើបែបហ្នឹងវាសាមញ្ញពេកបាទប៉ុន្តែវាមិនបានជួយឲ្យយើងពីគេហៅថាចាក់ចេញពីបំណុលបានហើយក៏មានសេរីភាពពីបំណុលបានទេខ្ញុំដូចអើយចាចាបើសិនជាបងប្អូនខ្វះអាកន្លែងចង់និយាយថាទុកដាក់លុយទុកមិនឲ្យវាអត់សម្ពាធផ្លូវចិត្តមួយទុកដែរតែទុកមិនដឹងថាទុកលុយហ្នឹងត្រូវធ្វើមិនអីមិនចឹងទៅបើយើងជាប្រពន្ធគេខ្ញុំចាញ់និយាយថាខ្ញុំជាប្រពន្ធមួយបាទពេលប្តីឲ្យលុយមកថា1000តែបើយើងទុកហើយយើងជួនកាលយើងប្រើការអត់ដឹងក្បាលកតុយចេះថាហូតតនេះតនោះធម្មតាមនុស្សស្រីយើងប្រើការច្រើនហើយបើយើងអត់មានចេះចាត់ចែងលក់មានចេះអត់ទុកអីច្បាស់លាស់អត់មានផានការច្បាស់លាស់1000ហ្នឹងនឹងទៅអស់ហើយប៉ុន្តែយើងមិនមែនយកចាយផ្ដេសផ្ដាស់ហើយប៉ុន្តែយើងរកអត់ឃើញពីមូលហេតុតើអស់តាណាវាអត់ដឹងរបៀបហ្នឹងហើយតើលុយហ្នឹងត្រូវដកតាណាហ្មងយើងអត់ដឹងហើយយើងដឹងហើយខ្ញុំចំណាយទៅឆ្លោះគ្នាទៀតអារឿងចំណាយលុយហ្នឹងអារឿងលុយហ្នឹងទីមិនបញ្ហាគ្រួសាររឿងលុយហ្នឹងបានហ្នឹងទៀតបាទឃើញទេបងប្អូនមានន័យថាយើងរកលុយបានមកហើយយើងអត់ចេះចាត់ចែងលុយយើងមានចំនួននៅក្នុងក្រុមគ្រួសារដោយប្រពន្ធខ្ញុំក៏និយាយអញ្ចឹងគឺនេះគឺជារឿងរបស់ពួកខ្ញុំផ្ទាល់បងប្អូនធ្លាប់ជួបប្រទះអ្នកមានបញ្ហាហ្នឹងបងប្អូននឹងយល់ហើយអ្នកគេអត់មានបញ្ហាគាត់ស្ដាប់ទៅគាត់អស់សំណោចគេទៅអើយគាត់អញ្ចឹងសោះជាប់បំណុលគេដែរបាទប៉ុន្តែមែនបងប្អូនពេលដែលយើងមានបំណុលអងឹតមុខហ្មងវិញវ័នហ្មងមិនបាច់មើលអីទេយើងមិនដឹងមិនថាអត់មានលុយបង់ធនាគារការប្រាក់ថោកផងយើងហេតុអីបានយើងទៅខ្ចីការប្រាក់ថ្លៃយកមកបង់គេឃើញទេតែពិតយើងដឹងហើយថាធ្វើអញ្ចឹងវាមិនមែនជាដំណោះស្រាយប៉ុន្តែយើងនៅតែធ្វើមានអីមានន័យថាម៉េចមានន័យថាយើងនឹងវល់ហើយណាបាទខួរក្បាលយើងវល់ហើយតោះបាទអញ្ចឹងនេះគឺជាចំណុចមួយដែលខ្ញុំចង់លើកឡើងមកបងប្អូនថាប្រសិនបើយើងចង់មានសេរីភាពពីបំណុលលុះត្រាតែយើងដឹងពីក្បួនក្នុងការចាត់ចែងបំណុលឬក៏ចាត់ចែងលុយប្រសិនបើយើងអត់ដឹងពីរបៀបហ្នឹងទេលុយនឹងប្រើយើងបើសិនតែយើងអត់ចេះប្រើលុយនឹងប្រើយើងវិញហើយដល់ពេលលុយប្រើយើងហើយពិបាកទាំងវេទនាមានចំនួននៅក្នុងក្រុមគ្រួសារបាទអញ្ចឹងសម្រាប់ខ្ញុំពីអ្នកភរិយាមានប៉ុណ្ណេះក្នុងការចែករំលែកបងប្អូនហើយសូមអរគុណដល់អ្នកទាំងអស់គ្នាសម្រាប់ការចូលមើលវីដេអូរបស់ខ្ញុំសូមកុំអស់សង្ឃឹមរឿងបំណុលគឺខ្ញុំអាចជួយបានបាទសូមអរគុណសូមជម្រាបលាបាទ